សួស្តីមិនមិត្តសិក្សាភាសាចិនយើងវិលជួបនាសាជាថ្មីម្ដងទៀតហើយសូមស្វាគមន៍មកកាន់ Facebook YouTube ខ្ញុំបាទតនូលឿនជានេះញូទាំងអស់គ្នាបងប្អូនplease like share និង follow subscribe នៅមួយនឹងបានវីដេអូជារៀងរាល់ថ្ងៃនិងជារៀងរាល់សប្តាហ៍នឹងជួយចែករំលែកចំណេះដឹងភាសាចិនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាពីតកតងនៅក្នុងរោងចក្រដែលតកតងទៅនឹងការសុំច្បាប់ដំបូងនេះគឺភាសាចិនគេហៅថានានជានេះគឺច្បាប់ប្រចាំឆ្នាំនានជាគឺច្បាប់ប្រចាំឆ្នាំទៅមើលពាក្យបន្តទៀតបន្តនេះគឺច្បាប់ពិធីបុណ្យសពណាច្បាប់ពិធីបុណ្យសពសង្ឃនេះគឺច្បាប់នៃពិធីបុណ្យសពមកពាក្យសង្ឃសិបុណ្យសពដល់សង្ឃគឺច្បាប់នៅពិធីបុណ្យសពញ៉ាគាត់ថាគាត់សុំច្បាប់មួយថ្ងៃមានធុរៈបុណ្យសពអញ្ចឹងទៅនេះគឺច្បាប់ឈឺភាសាចិនគេហៅថាពេញចាគឺច្បាប់ឈឺជីងធានយ៉ាវយៀនកងឈីងពេញចាអញ្ចឹងទៅនេះគឺសុំច្បាប់កន្លះថ្ងៃគឺឈីងប៉ាន់ធានចាសុំច្បាប់កន្លះថ្ងៃឈីងប៉ាន់ធានចាទៅមើលបន្តទៀតនេះគឺច្បាប់2ថ្ងៃណា2ថ្ងៃគឺផ្សេងអានថាឈីងលាងធានចាថាសុំច្បាប់2ថ្ងៃមើលបន្តទៀតនេះគឺច្បាប់សម្រាប់កូនឆានចានឹងនេះគឺមានបញ្ជូមួយមិនទៅកងឆាយោអ៊ីនហ្វូឆានចាមិនទៅកងឆាយោអ៊ីនហ្វូឆានចាមានថានៅក្នុងរោងចក្ររបស់យើងមានការច្បាប់សម្រាប់ស្ត្រីដែលមានផ្ទៃពោះឈប់សម្រាប់ស្ត្រីដែលមានផ្ទៃពោះមើលបន្តទៀតមានថាមូលហេតុនៃការសុំច្បាប់មូលហេតុអីយ៉ាងទៅមូលហេតុដែលមានមូលហេតុច្បាប់រាកូដច្បាប់ផ្សេងទៅឈីងជាយៀនអ៊ីនតទៅនេះគឺច្បាប់មានធរៈឬផ្ទាល់ខ្លួនភាសាចិនគេហៅថាស៊ឺជាណាច្បាប់មានធរៈផ្ទាល់ខ្លួនច្បាប់ផ្ទាល់ខ្លួនស៊ឺជាហ្នឹងតើតោនឹងខ្លួនឯងហ្នឹងហើយមានប៉ុណ្ណឹងឲ្យខុសឆ្គងយ៉ាងណាយ៉ាងនេះសូមខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយទៀត